សហព័ន្ធឥណ្ឌូចិនឥឡូវនេះគេហៅថាមិត្តភាពពិសេសបើសិនណាជាយើងសួរបកកុម្មុយនីសវៀតណាមគេថាគេឈប់មានហើយសហព័ន្ធឥណ្ឌូចិនអត់មានទៀតទេសហព័ន្ធឥណ្ឌូចិនគេលុបចោលគេដាក់នយោបាយថ្មីហៅថាមិត្តភាពពិសេសហើយភ័ស្តុតាងនៃមិត្តភាពពិសេសមានដូចតទៅសន្ធិសញ្ញាចុះថ្ងៃទី18ខែកុម្ភៈឆ្នាំ1979ដែលហេងសំរិននិងផាំយ៉ាងដុងបានចុះហត្ថលេខាអាហ្នឹងសហព័ន្ធឥណ្ឌូចិនដែលហៅថាមិត្តភាពពិសេសខែកក្កដាឆ្នាំ77ឡាវវាសញ្ញេជាមួយនឹងយួនអាហ្នឹងមិត្តភាពពិសេសអានោះហើយសហព័ន្ធឥណ្ឌូចិនឆ្នាំ99 CLV នឹងហើយសហព័ន្ធឥណ្ឌូចិននោះអូខេបើចង់ឃើញភ័ស្តុតាងនៃសហព័ន្ធឥណ្ឌូចិនគឺសន្ធិសញ្ញាមិត្តភាពជាមួយឡាវខែកក្កដាឆ្នាំ77ហើយនឹងសន្ធិសញ្ញាមិត្តភាពជាមួយកម្ពុជាខែកុម្ភៈឆ្នាំ79និង CLV នេះដែលយួនដាក់5ខេត្តខ្មែរដាក់4ខេត្តឡាវដាក់4ខេត្តអានឹងហើយសហព័ន្ធឥណ្ឌូចិននោះតែគេឈប់ហៅថាសហព័ន្ធឥណ្ឌូចិនគេហៅថាមិត្តភាពពិសេសអូខេ